អាហារពេលព្រឹកវ័យកាន់តែចាស់ចានកាន់តែតូចអាហារកាន់តែតិចប៉ុន្តែចម្រុះជាអាហារដែលមានសារធាតុចិញ្ចឹមដូច្នេះវ័យចាស់ត្រូវចេះជ្រើសរើសអាហារញ៉ាំតិចតែផ្ដល់សារធាតុចិញ្ចឹមយើងមានកម្លាំងមនុស្សចាស់មិនយកទៅប្រើការធ្ងន់ទេគឺប្រើដើម្បីបម្រើខ្លួនឯងថែទាំសុខភាពខ្លួនឯងកុំឲ្យកើតជាបន្ទុកដល់កូនចៅនឹងហើយជាសេចក្តីស្រឡាញ់របស់យើងដែលជាមនុស្សចាស់ស្រឡាញ់ខ្លួនឯងពេលវ័យចាស់មានសកម្មភាពនៅពេលព្រឹកស្រោចសួនផ្កាសួនបន្លែហើយធ្វើអាហារញ៉ាំខ្លួនឯងនោះហើយដែលជាសេចក្តីអំណររីករាយសប្បាយនៅវ័យចាស់ទោះបីជាយើងអាយុច្រើនដល់72ឆ្នាំក៏ប៉ុន្តែយើងមិនដែលខ្វល់ខ្វាយពីអាយុនេះទេគឺយើងរីករាយនឹងពេលវេលារបស់យើងដែលយើងត្រូវទទួលនៅការលះបង់នៅបន្ទុកដ៏ធ្ងន់ធ្ងរហើយទទួលនៅអ្វីដែលជាថ្ងៃថ្មីសម្រាប់ពេលចាស់គឺភាពរីករាយសន្តិភាពនៅក្នុងចានមានពេលវេលាដែលសេសសល់នេះគឺយើងធ្វើការងារបម្រើសហគមន៍របស់យើងខ្ញុំអាយុ72ឆ្នាំនេះខ្ញុំមានពេលវេលា4ម៉ោងក្នុងមួយសប្តាហ៍នាំសេចក្តីស្រឡាញ់នាំភាពរីករាយនាំភាពរីកចម្រើនខាងឯបញ្ញាទៅដល់យុវជននៅសម័យនេះដែលគាត់នៅក្មេងហើយគាត់វង្វេងភ្លើតភ្លើនទៅតាមសម្ភារៈនិយមទៅតាមចិត្តដឹកនាំពួកគាត់ស្រឡាញ់ខ្ញុំពួកគាត់រីករាយជាមួយខ្ញុំក៏ប៉ុន្តែវាជាការសម្រេចចិត្តរបស់ម្នាក់ដែលអាចទទួលយកបានសូមអរគុណបងប្អូនដែលមើលទស្សនាហើយនឹងស្ដាប់នៅម្ហូបអាហារសម្រាប់វ័យចាស់ដែលយើងត្រូវមានពេលវេលាហាត់ក្តៅនៅពេលព្រឹកព្រលឹមដើម្បីទទួលនៅកាំរស្មី D ជួយដល់ឆ្អឹងជួយដល់កាពះពោះវៀនហើយជួយឲ្យយើងបំបត្តិ stress នៅម្នាក់ឯងតែមិនឯកោ